បាទសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីម្ដងទៀតបាទមកកាន់វីដេអូឃ្លីបរបស់ខ្ញុំមួយនេះបាទអញ្ចឹងវីដេអូមួយនេះបាទគឺខ្ញុំមកបង្ហាញបងប្អូនពីការចិញ្ចឹមគោបាទរបស់អ្នកភូមិរបស់ខ្ញុំបាទដែលគាត់រស់នៅក្បែរគ្នានឹងឯងបាទហើយតំបន់ខ្ញុំកាលនេះខែនេះគឺគោធាត់ល្អណាស់បងប្អូនបាទបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងបាទជាធម្មតាគោនៅពេលព្រឹកបែបនេះបាទគឺបើសិនជាវាស្គមណាបាទបើសិនជាវាស្គមយើងមើលពេលព្រឹកបែបនេះយើងមើលដឹងហើយថាវាចេញឆ្អឹងចេញអីមើលទៅច្បាស់អញ្ចឹងណាបាទប៉ុន្តែគោមកក្រោលនេះបងប្អូនអើយបាទសឹងតែមិនរោឆ្អឹងអត់ឃើញណាបាទដោយសារគោវាធាត់បាទគោធាត់ពេលព្រឹកអញ្ចឹងគឺមើលទៅដឹងហើយបងប្អូនបាទគឺវាសាច់វាមូលអញ្ចឹងណាបាទហើយគោនេះមិនមែនជាគោខ្ញុំទេណាបាទគឺជាគោអ្នកភូមិប៉ុន្តែអ្វីដែលចាប់អារម្មណ៍មកក្នុងវីដេអូនេះបាទគឺគោឥឡូវនេះបាទគឺវាឆ្លាតមែនទែនបងប្អូនបាទគោឥឡូវគឺវាអត់ខ្លាចរបងទេបាទគោអត់ខ្លាចរបងទេប៉ុន្តែវាមកខ្លាចអាលួសនេះទៅវិញបាទខ្សែលួសដែលគេហុំជុំវិញក្រោលនេះណាបងប្អូនបាទដោយសារសម័យឥឡូវគឺគេឈប់ប្រើរបងហើយបាទកាលដែលខ្ញុំនៅពីក្មេងបាទនៅពេលដែលយើងមិនអោយគោចូលស៊ីស្រូវអីចឹងបាទយើងអាចបាទធ្វើរបងធ្វើអីពីឫស្សីអីចឹងណាបាទប៉ុន្តែសម័យនេះបងប្អូនបាទមិនបាច់ចាំមានរបងទេបាទឲ្យតែមានខ្សែលួសបាទមួយខ្សែនេះទៅបាទដែលបង្ហាញមិញណាបាទខ្សែលួសដែលគេចងថងសហ្នឹងបាទគឺជាប្រភេទខ្សែលួសឆក់បាទខ្សែលួសឆក់អញ្ចឹងណាបាទហើយគោសម័យនេះបាទគឺយើងមិនបាច់ចាំហត់ទៅខ្វៀលវាអីទេបាទឲ្យតែយើងមានខ្សែលួសបែបហ្នឹងមកហើយយើងមានអាម៉ាស៊ីនឆក់ហ្នឹងមកបាទគឺយើងហុំតែកន្លែងវាបាទហុំតែប្លុកវាដើម្បីឲ្យវានៅស៊ីត្រឹមណាទៅបានហើយយើងដាក់ភ្ជាប់នឹងខ្សែឆក់ហ្នឹងទៅបាទគឺរួចជាការស្រេចបាទម្ចាស់ទៅណាក៏បានដែរបងប្អូនបាទគឺមិនបាច់ចាំភ័យព្រួយថាវាចេញក្រៅទេបាទគោវាដឹងដែរបងប្អូនបាទនៅពេលដែលវាធ្លាប់ឆក់ម្ដងពីរដងបាទគឺវាឈប់ហ៊ានហើយបាទអញ្ចឹងវាធ្វើឲ្យការចិញ្ចឹមគោរបស់យើងគឺវាមានភាពងាយស្រួលដែរអញ្ចឹងណាបាទដូចក្នុងវីដេអូនេះអញ្ចឹងបាទគឺយើងមានតែខ្សែបែបហ្នឹងគឺយើងហុំវាតាមតំបន់ដែលយើងចង់ឲ្យវានៅទៅបាទអញ្ចឹងទៅគឺយើងចង់ទៅធ្វើការប្រកបមុខរបរអីក៏វាងាយស្រួលដែរបងប្អូនបាទអញ្ចឹងមិនថាសម័យនេះបាទការចិញ្ចឹមសត្វគឺយើងបត់បែនទៅតាមកលៈទេសៈអញ្ចឹងណាបាទតាមសម័យកាលបាទសម័យកាលគេទំនើបឥឡូវបាទហើយសំបីតែអាបលាលួសនេះបងប្អូនបាទបើសិនតែយើងមិនដាក់អាឆក់ហ្នឹងក៏វាអត់ហ៊ានមកដែរពោះគោវារៀងបាទនៅពេលដែលវាឆក់ម្ដងពីរដងបាទគឺវាឲ្យតែវាឃើញអាលួសចងថងសហ្នឹងបាទវាលេងហ៊ានដើរចូលមកហើយបាទទោះបីជាយើងមិនបានដាក់ចរន្តឆក់ហ្នឹងក៏ដោយបងប្អូនងាយអញ្ចឹងបានថាគោវារៀងខ្លាចដែរអញ្ចឹងណាបាទហើយពេលដែលខ្ញុំថតវីដេអូនេះបាទគឺខ្ញុំបានសួរម្ចាស់គោដែរបាទថាតម្លៃគោយ៉ាងម៉េចហើយអីហើយអញ្ចឹងណាបាទគឺគាត់ថាគោឥឡូវឡើងថ្លៃហើយបងប្អូនបាទឡើងថ្លៃគួរសមហើយបាទគឺវាល្អជាង2ឆ្នាំ3ឆ្នាំមុនណាបាទហើយគាត់ថាឥឡូវគោឡើងថ្លៃចង់ស្ដាយក្រោយបាទស្ដាយថាពេលដែលគោថោកហ្នឹងគាត់លក់អស់ឡើងច្រើនហើយបាទឥឡូវនេះគោគាត់សល់ប៉ុណ្្នឹងហើយគាត់ថាអស់លក់អស់ច្រើនទៀតណាបាទអញ្ចឹងមិនដឹងថាគោគាត់ពេលដែលគាត់កំពុងតែពេញច្រើនហ្នឹងមិនដឹងទេប្រមាណក្បាលទេបងប្អូនបាទប៉ុន្តែគោមកក្រោលនេះគ្រាន់តែខ្ញុំមើលត្រួសទៅមិនក្រោល20ក្បាលជាងទេបាទអញ្ចឹងគាត់ថាទម្រាំទៅវាឡើងបាទគាត់លក់អស់ឡើងមិនចេះថឹកហើយបងប្អូនអញ្ចឹងថាគោបងប្អូនអើយបាទបើសិនជាយើងអាចសន្សំវាបានណាបាទសន្សំវាបានឲ្យបានច្រើនមកបាទគឺរដូវកាលគោឡើងបែបនេះបាទគឺដឹងតែគ្រប់ទឹកទៀតហើយបងប្អូនបាទគឺមិនដូចសេរីមុនណាបាទសេរីមុនយើងទិញគោថ្លៃបាទនៅពេលដែលវាចុះថោកបាទគឺយើងខាតច្រើនណាបងប្អូនបាទប៉ុន្តែឥឡូវនេះគោពីមុនវាថោកបាទបើសិនជាយើងបានសមអាពេលថោកនឹងបានច្រើនមកបាទនៅពេលដែលវាបានថ្លៃបែបនេះវិញបាទគឺដឹងតែគ្រប់ទឹកហើយបងប្អូនអើយបាទអញ្ចឹងបានថាការរស់ស៊ីអីក៏ដោយបាទគឺវាមួយចានទឹកមួយចានគោកទេបងប្អូនបាទគឺមិនប្រកាសថាយើងទិញត្រូវរហូតទេប៉ុន្តែគាត់ថាបើសិនជាតម្លៃទីផ្សារគោនៅតែល្អបែបនេះបាទខ្ញុំជឿជាក់ថាបងប្អូនយើងប្រកាសជាងាកមកចិញ្ចឹមគោច្រើនមកវិញហើយបាទព្រោះមួយរយៈមុនគឺយើងបោះបង់ក៏ច្រើនដែរបាទអញ្ចឹងសង្ឃឹមថាតម្លៃគោវានៅតែប៉ុណ្្នឹងឬក៏លើសហ្នឹងទៅបាទហើយយើងបិទច្រកជាមួយនឹងចោសៀមឲ្យបានយូរវែងបាទឲ្យរហូតទៅបាទទៅពេលដែលយើងបិទរហូតហើយគឺយើងសាច់បង្កកយើងអត់មានសាច់បង្កកនាំចូលច្រើនទេអញ្ចឹង
តម្រូវការសាច់គោក្នុងស្រុករបស់យើងប្រកាសជាមានតម្លៃខ្ពស់មកវិញហ្នឹងបងប្អូនបាទនេះអ្វីគឺជាអ្វីដែលប្រជាជនយើងចង់បានណាបាទមិនថាតែបងប្អូនមិនថាតែខ្ញុំទេគឺយើងតែងតែចង់បានបែបហ្នឹងឯងបងប្អូនបាទហើយសម្រាប់ខ្ញុំបាទគឺខ្ញុំមានគម្រោងហើយបាទគឺខ្ញុំនឹងចិញ្ចឹមមាន់ទាឡើងវិញប៉ុន្តែគោខ្ញុំអត់ទាន់មានលទ្ធភាពចិញ្ចឹមទេបាទសារខ្ញុំបញ្ជាក់ក្នុងវីដេអូច្រើនដងច្រើនសារហើយថាខ្ញុំធ្វើការរត់បាទអញ្ចឹងខ្ញុំអត់មានពេលទៅមើលគោទេបាទតែបើសិនជាយើងចិញ្ចឹមមាន់ទាដាក់ស្បៃដាក់អីហុំអីចឹងយើងអាចមានពេលឆ្លៀតឲ្យចំណីវាបានបាទប៉ុន្តែបើខ្ញុំទៅចំណាយពេលដើរឃ្វាលគោអត់កើតទេបងប្អូនហើយឥឡូវនេះក៏យើងមិនមានអ្នកដែលទុកចិត្តសម្រាប់មើលណាបាទអញ្ចឹងក៏អត់ទាន់ហ៊ានទេបាទគឺយើងមកចិញ្ចឹមមាន់ទាឡើងវិញបាទអញ្ចឹងមិនយូរទេប្រហែលជាខែក្រោយយើងនឹងចាប់ផ្ដើមហ្នឹងបងប្អូនបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺអត់មានអីច្រើនទេបាទមានតែប៉ុណ្្នឹងឯងហើយក៏អរគុណដល់បងប្អូនអរគ្នាបានទស្សនាវីដេអូរបស់ខ្ញុំកន្លងមកបាទបើសិនជាបងប្អូនមានចម្ងល់អ្វីទាក់ទងនឹងការចិញ្ចឹមសត្វអាច comment សួរបានបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអរគុណច្រើនបាទសូមជម្រាបបាទបាយបាយ